លិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបបិទ្ធព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទូលព្រះបង្គំព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកានៃគណៈបករាជានិយមហ៊ុនស៊ិនប៉ិចទាំងអស់មានសេចក្តីព្រួយបារម្ភនិងក្តីកង្វល់ជាពន់ពេកក្រោយពីបានទទួលជ្រាបដំណឹងតាមរយៈព្រះរាជសារចុះថ្ងៃទី10ខែមេសាឆ្នាំ2026ដែលព្រះអង្គទ្រង់បានបញ្ជាក់អំពីស្ថានភាពព្រះរោគមហារីកក្រពេញប្រូស្តាតនិងការដែលព្រះអង្គត្រូវគង់ប្រថាប់ក្នុងមន្ទីរពេទ្យដើម្បីព្យាបាលព្រះរោគតាមវិជ្ជាបញ្ជានិងត្រូវថែទាំព្រះរាជសុខភាពនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនមួយរយៈពេលបន្ថែមទៀតក្នុងវេលាដ៏សែនបារម្ភនេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកៅទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកទេពតាថែរក្សាព្រះមហាស្វេតឆ័ត្រនិងបុណ្យបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គព្រះបារមីនៃព្រះបរមរតនកោដ្ឋព្រមទាំងទេពតាឆ្នាំថ្មីសូមមេត្តាជួយបីបាច់អភិបាលគ្រងរក្សានិងប្រសិទ្ធពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានជាសះស្បើយពីព្រះរោគាក្នុងពេលឆាប់ខាងមុខនេះព្រមទាំងបានទទួលនៅព្រះរាជសុខភាពល្អព្រះកាយពលមាំមួនដូចដើមឡើងវិញដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានរាស្ត្រជាកូនចៅទូតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍តរៀងទៅសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះរាជមេត្តាទទួលនៅកិរិយភក្តីដ៏ខ្ពង់ខ្ពស់បំផុតនិងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតអំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាក្រាបបង្គំទូលថ្វាយនៅថ្ងៃសុក្រ800ខែចែកឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ធ្វើនៅថ្ងៃទី10ខែមេសាឆ្នាំ2026ទូលព្រះបង្គំព្រះហស្ថលេខាព្រះអម្ចាស់នរោត្តមចក្រាវុធប្រធានគណៈបករាជានិយមហ៊ុនស៊ិនប៉ិច